ទស្សនិកជនស្នាជាថ្មីម្ដងទៀតតាមពេលវេលាដែលបានកំណត់ណាកញ្ញាសុភារតទុកជាណាដែរចាសម្រាប់លោកនាងខ្ញុំគឺសុខទុក្ខជាធម្មតាចាលោកបន្ថនក៏ដូចជាលោកគ្រូអ្នកគ្រូវិញបានជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់បាទទូរទស្សនិកជនជាទីគោរពសូមជម្រាបជូនថាបទចម្រៀងបាក់សាស្លាប់ដៃអំបញ្ញមិញនេះគឺមាននៅក្នុងអាល់ប៊ុម Voice Ho បាទអនុស្សាវរីយ៍អាកាសចរខ្មែរហើយបទចម្រៀងនេះគឺជាស្នាដៃនិពន្ធរបស់កវីប្រភពវោហា Voice Ho កម្មវិធីរបស់យើងបានបញ្ជាក់ជូនឲ្យថាកម្មវិធីរបស់យើងនឹងបង្ហាញជូននៅកវីប្រភពវោហា Voice Ho ដែលយើងបានជូនដំណឹងជាច្រើនសប្តាហ៍រួចមកហើយថាតាមរយៈការស្រាវជ្រាវរបស់កម្មវិធីមរតកសំនៀងគឺយើងបានរកឃើញកវីប្រភពវោហា Voice Ho លោកនៅមានព្រះជន្មរស់រានមានជីវិតនៅឡើយរួចផុតពីការកាប់សម្លាប់នៅក្នុងរបបប៉ុលពតថ្ងៃនេះគឺជាការទន្ទឹងចង់ដឹងពីសំណាក់ទូរទស្សនិកជនទាំងអស់គ្នានិងបណ្ដាញសារព័ត៌មានផ្សេងទៀតដែលបានសួរមកកាន់កម្មវិធីមរតកសំនៀងថាថ្ងៃណាអញ្ជើញលោកបយហូលមកដល់ផ្ទាល់នៅក្នុងកម្មវិធីឬមួយក៏ការបង្ហាញជូនការលើកមុននោះគឺជាការកុហកឬយ៉ាងណាបញ្ជាក់ជូនឲ្យថាយើងមិនបានកុហកទេគឺយើងបានរកឃើញពិតប្រាកដមែនគ្រាន់តែថាពេលវេលាកំណត់ត្រូវបានអខានទី1គឺយើងចូលរួមកាន់នៅទុកចំពោះសម្ព្រះមហាវីរក្សត្រនៃយើងទី2សុខភាពរបស់កវីប្រភពវោហា Voice Ho បច្ចុប្បន្ននេះមិនសូវជាអំណោយផលទេជំរាបជូនថារៀបច្បង Voice Ho លោកមានជំងឺលើសឈាមស្លាប់មួយចំហៀងខ្លួនក៏ប៉ុន្តែជាការសប្បាយរីករាយមួយដែលថ្ងៃនេះលោកគ្រូអាចអង្គុយបានអាចអញ្ជើញចូលមកដល់កម្មវិធីរបស់យើងផ្ទាល់បាននៅលើវេទិកានៅក្នុងថ្ងៃនេះជំរាបជូនទូរទស្សនិកជនថាវត្តមានលោកគ្រូ Voice Ho គឺនៅកណ្ដាលពាក់អាវរៀងលឿងនេះហើយបាទលោកគ្រូ Voice Ho បាទសូមទូរទស្សនិកជនទស្សនាបាទនេះលោកគ្រូ Voice Ho ហើយនៅក្នុងថ្ងៃនេះដើម្បីបញ្ជាក់ជាភស្តុតាងថាពិតជាកវីប្រភពវោហា Voice Ho ពិតប្រាកដមែនយើងមានការចូលរួមដឹងឮធ្វើជាសាក្សីពីសំណាក់បណ្ដារៀមច្បងដែលជាមិត្តរួមអាជីពនិងអ្នកដែលធ្លាប់ស្គាល់គ្នានិងដឹងប្រវត្តិពិតរបស់កវីប្រភពវោហា Voice Ho កាលពីទសវត្សរ៍មុននៅក្នុងជំនាន់នៃការប្រឡូកវិស័យសិល្បៈជាមួយគ្នាក្នុងនោះមានលោកគ្រូញេបជីបលេងដែលលោកគ្រូគឺជាអ្នកនិពន្ធបទចម្រៀងកវីចាញ់ស្នេហ៍ហើយនឹងជាអ្នកនិពន្ធប្រឡោមលោកជាច្រើនឲ្យរៀមច្បងម្ចាស់លខោនិយាយហ៊ុយមាសជាអ្នកធ្វើជាតួឯកក្នុងនោះលោកគ្រូក៏ជាអ្នកបញ្ចូលសម្លេងជាមួយនឹងរៀមច្បងហ៊ុយមាសដែរកាលពីមុនមានអ្នកគ្រូរស់សំបឿនដែលជាបងស្រីបង្កើតរបស់រាជបងរស់សេរីសុធាដែលយើងប្រកាសនាមថារាជនីសំលេងមាសនេះគឺជាបងស្រីបង្កើតរបស់រាជបងរស់សេរីសុធាក៏បានចូលរួមនៅក្នុងថ្ងៃនេះក្នុងកម្មវិធីមរតកសំនៀងដែរចំណែកឯអ្នកគ្រូដែលនៅចិត្តកញ្ញាសុភារតនោះជឿជាក់ថាទូរទស្សនិកជនជាច្រើនបានស្គាល់កន្លងមកតាមរយៈការបង្ហាញជូនដោយកម្មវិធីមរតកសំនៀងគឺអ្នកគ្រូដុំសុផាន់នីដែលជាភរិយារបស់កវីស្វាយសំអឿអ្នកនិពន្ធបទពុះទ្រូងច័ន្ទគ្រឹះវ៉ានិងមានបទចម្រៀងជាច្រើនទៀតរៀងច្បងទាំងអស់ចូលរួមធ្វើជាសាក្សីបញ្ជាក់ថាលោកគ្រូគឺពិតជាកវីប្រភពវោហា Voice Ho ពិតប្រាកដមែនហើយចម្រៀងដែលលោកអ្នកបានស្ដាប់នៅទឹកដងសំនៀងរបស់យុវជនបុស្បាសព្យាឌីវអានបាញ់មិញនេះគឺជាស្នាដៃនិពន្ធរបស់លោកគ្រូដើម្បីឲ្យជ្រាបកាន់តែច្បាស់ថាយើងមានប្រវត្តិនឹងមានអំណះអំណាងយ៉ាងណាខ្លះដែលយើងហ៊ានធានានិងជឿជាក់ថាកវីប្រភពវោហា Voice Ho ព្រោះថាកន្លងមកខ្ញុំបានផ្ទាល់គ្រាន់តែជាអ្នកចំនួនក្រោយដែលស្រឡាញ់នៅក្នុងការស្រាវជ្រាវនៅមរតកសំនៀងចម្រៀងរៀបច្បងប៉ុណ្ណោះទេដូច្នេះហើយខ្ញុំកាលអត់ទាន់នេះចំនួនហ្នឹងខ្ញុំអត់អាចអះអាងថា 100% ជារៀបច្បង Voice Ho ទេក៏ប៉ុន្តែនៅពេលដែលបានជួបផ្ទាល់ឯកសារហើយនឹងលោកគ្រូអ្នកគ្រូទាំងអស់ចូលរួមធ្វើជាសាក្សីខ្ញុំជឿជាក់ថាកវីប្រភពវោហា Voice Ho ពិតប្រាកដមែនអញ្ចឹងកម្មវិធីរបស់យើងសូមធ្វើបទសម្ភាសន៍ខ្លះទៅកាន់លោកគ្រូបាទជំរាបសួរលោកគ្រូបាទជំរាបសួរអញ្ចឹងលោកគ្រូអញ្ជើញមីក្រូបាទអធិស្ឋានផងបើសិនជាលោកគ្រូមានការភ្លេចភ្លាំងឬមួយក៏លោកគ្រូមានប្រសាសន៍ទៅមិនបានបោះក្បាយដោយសារលោកគ្រូមានជំងឺប្រចាំកាយប៉ុន្តែដោយសារចង់បង្ហាញសារជាថ្មីហើយទើបស្ម័គ្រចិត្តចូលរួមនៅក្នុងថ្ងៃនេះខំប្រឹងយ៉ាងរឹងមាំបំផុតចូលរួមលោកគ្រូជាដំបូងនេះខ្ញុំបាទចង់ជម្រាបសួរនៅសំណួរដែលពាក់ព័ន្ធទៅនឹងមហាជនដែលគាត់ធ្លាប់ស្គាល់លោកគ្រូកន្លងមកគេចង់ដឹងថាលោកគ្រូពិតឬមិនពិតចង់ដឹងថាលោកគ្រូពីដើមមកស្រុកកំណើតកើតជានៅឯណាហើយលោកគ្រូមានឈ្មោះក្រៅហៅថាយ៉ាងម៉េចដែរហើយយ៉ាងណាខ្លះដែរលោកគ្រូអញ្ជើញជីវប្រវត្តិសង្ខេបខ្លះបាទខ្ញុំសូមទោសខ្ញុំនេះហើយ Voice Ho បាទណាការស្រុកកំណើតដើមរបស់ខ្ញុំនៅស្នឹងបាទឈ្មោះដើមរបស់ខ្ញុំគឺឈ្មោះអាពិគេហៅថាអាពិទេ
ខ្ញុំមកតែងចម្រៀងតែងអីរៀនអីជាមួយមិត្តភ័ក្តិអីនៅពេញហ្នឹងខ្ញុំក៏ដាក់ voice ho ទៅបាទអញ្ចឹងលោកគ្រូមានស្រុកកំណើតនៅស្នឹងខេត្តបាត់ដំបងលោកគ្រូបាទឈ្មោះដើមគឺពីបាទអរគុណកញ្ញាសុភីរតមានអីបន្តចានេះខ្ញុំចង់សួរអំពីការវិធីសាស្ត្រនៅក្នុងការនិពន្ធរបស់លោកគ្រូវិញចាលោកគ្រូគឺជាកវីមួយដែលប្រភពវោហាថាដូចនេះខ្ញុំចង់ជំរាបសួរលោកគ្រូតកតូនជាមួយនឹងវិធីសាស្ត្រនៅក្នុងការតែនិពន្ធរបស់លោកគ្រូព្រោះតាមនឹងខ្ញុំដឹងគឺបទចម្រៀងរបស់លោកគ្រូមួយបទដែលបានតែងចេញមកនោះគឺតែងតែទទួលមានការចាប់អារម្មណ៍ពីតាមរយៈអ្នកស្ដាប់តែដូច្នេះតើលោកគ្រូមានវិធីសាស្ត្រយ៉ាងណានៅក្នុងការតែងនិពន្ធនេះលោកគ្រូបានការនិពន្ធនោះទោះតែចេះ5ចំណុចចេះទី1យើងមើលទេសភាពទី2មើលទិដ្ឋភាពទី3មើលរដូវកាលទី4មโนចេតនាទី5វិបដិសារីបើយើងចេះទាំង5ហ្នឹងហើយត្រូវមានសិលវិធីមួយទៀតសិលវិធីកំប្លុកកំប្លែងឬមួយបាទបង្កប់អត្តន័យនៅក្នុងនោះឯងបើយើងរៀបរាប់ពីភ្នំពេញគឺនិយាយពីភ្នំពេញបើនិយាយពីកោះពេជ្រថាកោះពេជ្របើនិយាយពីភ្នំព្រឹកថាភ្នំព្រឹកអាហ្នឹងបានអត្តន័យអត្តរសនៅក្នុងហ្នឹងវារំដំគេហៅថារំដំចិត្តរំដំចុងជួននិងរំដំពាក្យវាមានពាក្យហ្នឹងបានវាពីរោះចាអត់តើលោកគ្រូនឹងខ្ញុំចង់កាត់ប្រសាសន៍លោកគ្រូបាញ់មិញគឺលោកគ្រូមានប្រសាសន៍ថាតកតងជាមួយនឹងទស្សនភាពតើទស្សនភាពនេះយើងចាំបាច់ត្រូវតែទៅដល់ទីនោះផ្ទាល់ឬមួយក៏យ៉ាងណាលោកគ្រូទៅដល់ផ្ទាល់បើដូចថាយើងមើលឃើញពីភ្នំព្រឹកអញ្ចឹងទៅយើងមើលទេសភាពមើលពីចម្ងាយស្អាតណាស់ដល់យើងទៅពិតជាងហ្នឹងគេហៅថាទស្សនភាពយើងទៅឃើញពិតថារបស់នោះជាស្អីយើងឃើញទស្សនភាពច្បាស់លាស់ហើយបានយើងមើលរដូវកាលនោះគឺការរដូវភ្លៀងឬក៏រដូវក្តៅបានយើងចាប់យកមโนចេតនាការស្រឡាញ់ការនឹកឃើញទៅសេទៅប៉ុន្តែចុងក្រោយត្រូវមានវិបដិសារីបាទអរគុណអញ្ចឹងខ្ញុំសូមវិលមកកាន់អ្វីដែលពាក់ព័ន្ធទៅនឹងលោកគ្រូផ្ទាល់តែម្ដងមហាជនភាគច្រើនគេបានទស្សនាកម្មវិធីមរតកសំនៀងកន្លងមកគេធ្លាប់ឃើញរូបថតលោកគ្រូកាលពីដើមមិនមានស្លាកស្នាមនៅលើផ្ទៃមុខទេតែមកដល់បច្ចុប្បន្ននេះលោកគ្រូមានស្លាកស្នាមនៅលើផ្ទៃមុខអញ្ចឹងលោកគ្រូជួយបញ្ជាក់បន្តិចថាចាប់ផ្ដើមនៅពេលណាហើយវាមូលហេតុអ្វីលោកគ្រូបាទបានចាប់ផ្ដើមពីឆ្នាំ8ជាង88 89ខ្ញុំបកភ្នែកដល់បកភ្នែកទៅចាក់ឆ្នាំស្ពឹកទៅម្ដងវាអត់អីទេដល់លើកទី2ទៀតក្នុងឆ្នាំ90ខ្ញុំចាក់ឆ្នាំបកម្ដងទៀតដល់បកទៅវាឡើងតិចម្ដងរហូតដល់ធំទៅខ្ញុំនឹកអស់សង្ឃឹមខ្លួនឯងហ្នឹងថាច្បាស់ជាបាត់ផោះតាងហើយខ្ញុំនឹកឃើញអញ្ចឹងបាទអញ្ចឹងមកពីប្រតិកម្មឆ្នាំអលេកស៊ីលោកគ្រូជំរាបសួរលោកគ្រូមួយទៀតបាទពាក់ព័ន្ធទៅនឹងដំណើរជីវិតពិតរបស់លោកគ្រូបើតាមឯកសារដែលបានចងក្រងបន្សល់ទៅមកថាតារាភាពយន្តនិងជាអ្នកចម្រៀងម្ចាស់បទបងនៅស្នេហ៍អូនទេហ្នឹងគឺជាភរិយាបន្ទាល់របស់លោកគ្រូតើពិតឬយ៉ាងណាដែរលោកគ្រូត្រឹមត្រូវរឿងហ្នឹងមួយពិតណាស់បាទតាមបងនៅស្នេហ៍អូនដូចថ្ងៃមុនទេតារាចំច័ន្ទគាត់អ្នកច្រៀងបាទហើយគាត់ក៏ធ្លាប់ដឹងដែររស់សបឿននេះគាត់នៅចិត្តផ្ទះខ្ញុំបាទគាត់ដឹងហើយអញ្ចឹងលោកគ្រូអាចបញ្ជាក់បន្តិចបានទេថាព្រោះថានៅក្នុងពេលនេះទូរទស្សនិកជនសូមជ្រាបថាកម្មវិធីមរតកសញ្ញាណរបស់យើងអញ្ជើញរៀនច្បងដតីទៀតមកនេះគឺក្នុងន័យជាសាក្សីដើម្បីដឹងឮថាពិតឬមិនពិតជាកវីប្រភពវោហាវ៉យហូខ្ញុំបានដឹងព័ត៌មានលម្អិតមួយពីភរិយាកវីស្វាយសំអឿអំពីចំណងស្នេហ៍ដំបូងបំផុតរវាងលោកគ្រូហើយនិងរាជបងតារាចំច័ន្ទលោកគ្រូជួយបញ្ជាក់បានទេថាតើកំណើតស្នេហ៍ដំបូងរបស់លោកគ្រូនិងតារាចំច័ន្ទនឹងកើតឡើងនៅពេលណាក្នុងកម្មវិធីអ្វីនៅក្នុងទស្សនវិជ្ជាណាខ្លះគ្រូរៀបរាប់ពីអនុស្សាវរីយ៍នឹងបន្តិចខ្ញុំចាំមិនបានច្បាស់ល្អទេបានតិចសូមអធិស្ឋានផងព្រោះខ្ញុំបាត់ការចងចាំច្រើនណាស់ឥឡូវខ្ញុំបញ្ជាក់បន្តិចចុះដំបូងខ្ញុំស្រឡាញ់គ្នាដែរបានគាត់នេះគាត់ធ្វើមេដាវឲ្យខ្ញុំហើយបានស្រឡាញ់គ្នាទៅដល់ពេលដល់មានថ្ងៃមួយម្ដាយក្មេកហ្នឹងគាត់ប្តឹងខ្ញុំមានរឿងវែងឆ្ងាយប៉ុន្តែខ្ញុំលឹកតែប៉ុណ្្នឹងចុះបាទ
លោកគ្រូមានចាំបានអនុស្សាវរីយ៍ដំបូងនៃកំណើតស្នេហ៍របស់លោកគ្រូជាមួយរាជបងតារាចំច័ន្ទទេថាលោកគ្រូចូលរួមនៅក្នុងកម្មវិធីអ្វីហើយនៅឯណាហើយនៅក្នុងនោះតើលោកគ្រូមានមធ្យោបាយធ្វើដំណើរអ្វីខ្លះហ្នឹងខ្ញុំចាំអត់បានច្បាស់ទេកាលនោះខ្ញុំជិះឡានហើយបាទឡានមកអីដែរលោកគ្រូមើលទៅមាន Volkswagen ព្រោះខ្ញុំដូរពី Volkswagen ទៅMini Ostang បានដូរកុំម៉ូតហ្នឹងមិនចាំបានច្បាស់ទេព្រោះការភ្លេចភ្លាំងវាច្រើនបាទប៉ុន្តែខ្ញុំនៅចាំកំណើតស្នេហ៍របស់ខ្ញុំគឺផានីនេះឯងបាទគាត់ធ្វើមេដើរឲ្យខ្ញុំបាទនៅឯណាដែរកាលនឹងលោកគ្រូមេដើរដំបូងនៅឯណាធ្វើដំណើរទៅណាខ្ញុំទៅវត្តព្រៃសរបាទជីឡានក្រហមអត់ដបូលបាទទៅមួយស្វាយជំអឿស្វាយអីហ្នឹងឯងបាទអញ្ចឹងឥឡូវសូមជំរាបសួរអ្នកគ្រូដុំសុផាន់នេះបន្តិចបាទអញ្ចឹងសូមជំរាបសួរបន្តិចតើអ្វីដែលលោកគ្រូវ៉យហូមមានប្រសាសន៍ត្រឹមត្រូវដែរទេអ្នកគ្រូអាចបញ្ជាក់បានទេថាពិតប្រាកដឬយ៉ាងណាចាដែលនិយាយប្រសាសន៍ដែលពាក្យដែលគាត់និយាយនេះគឺត្រឹមត្រូវហើយព្រោះខ្ញុំកាលនោះគឺខ្ញុំក៏អ្នកណែនាំគាត់បានជួបនឹងនាងតារាចំច័ន្ទមែនអ្នកស្រីតារាចំច័ន្ទមែនចាហើយកាលហ្នឹងគឺកំណើតស្នេហ៍ដំបូងជិះឡានអត់ដបូលអញ្ចឹងឬក៏មិនដែរចាគាត់ជិះឡានអត់ទៅណាដែរទៅហោមទៅព្រៃសរទៅស្រុកខាងគ្រួសារខ្ញុំហ្នឹងចាអញ្ចឹងត្រឹមត្រូវណាចាត្រឹមត្រូវហើយពិតប្រាកដហើយខ្ញុំជួបបញ្ជាក់អញ្ចឹងអ្នកគ្រូជឿជាក់ទេឥឡូវខ្ញុំជឿជាក់ច្បាស់របស់ខ្ញុំច្បាស់ថាលោកគ្រូវ៉យហូចាពិតជាគាត់ហ្នឹងចាអរគុណអ្នកគ្រូចាអរគុណអ្នកគ្រូអញ្ចឹងខ្ញុំជំរាបសួរមកកាន់លោកគ្រូញេបជាលេងវិញបញ្ជាក់ជូនថាលោកគ្រូញេបជីបលេងលោកគ្រូគឺជាអ្នកនិពន្ធប្រឡោមលោកឲ្យរៀបច្បងហ៊ុយមាសបញ្ចូលសម្លេងជាល្ខោននិយាយនិងជាម្ចាស់បទកវីចាញ់ស្នេហ៍លោកគ្រូមុនខ្ញុំជំរាបសួរលោកគ្រូពាក់ព័ន្ធនឹងលោកគ្រូវ៉យហូចង់ជំរាបសួរលោកគ្រូបន្តិចថាកវីចាញ់ស្នេហ៍នឹងមូលហេតុអីលោកគ្រូបង្កើតពាក្យនឹងឡើងរឿងកវីចាញ់ស្នេហ៍នេះគឺថាវាតាក់ទងច្រើនណាស់គឺដំបូងខ្ញុំក៏ជាអ្នកបរាជ័យក្នុងឆាកស្នេហាដែរបាទប៉ុន្តែតាមពិតរឿងនេះចេះទេជាសវឿនគាត់មកពឹងខ្ញុំឲ្យសរសេរបាទព្រោះកាលហ្នឹងគាត់ស្រឡាញ់តាមស្រឡាញ់រស់សេរីសិទ្ធិអត់បានបាទហើយជួបខ្ញុំវាមានបាត់ដូចគាត់ដែរក៏ខ្ញុំនិពន្ធបទហ្នឹងហើយឲ្យរៀមច្បងបយហូដាក់មេឡូឌីដែរបាទអញ្ចឹងលោកគ្រូសម្គាល់ឃើញយ៉ាងណាបានលោកគ្រូជឿជាក់ថាលោកគឺជាកវីប្រភពវោហាបយហូនៅរស់បាទខ្ញុំសូមជម្រាបទូទស្សនិកជននិងក្មួយឲ្យដឹងគឺថាខ្ញុំនេះមិនមែនទឹកស្គាល់លោកបយហូពេលនេះព្រោះតែយើងស្គាល់តាំងពីឆ្នាំ66ហ្នឹងណា66ហ្នឹងគឺថាខ្ញុំនឹងនិពន្ធបទចម្រៀងខ្លះយកទៅឲ្យគាត់ធ្វើមេឡូឌីឲ្យហើយចូលវល់ជាមួយគាត់ពេលហ្នឹងបងចដូនមួយខ្ញុំហ្នឹងគឺជាមិត្តភក្តិជិតស្និទ្ធជាមួយគាត់ហ្មងឈ្មោះតាតុងហើយតាំងពីហ្នឹងមកមុននិយាយចឹងវានេះតិចម្លងតិចខ្ញុំតែងបទមួយឈ្មោះអានេះហ្នឹងខ្ញុំយកទៅឲ្យបងវ៉យហូគាត់ដាក់មេឡូឌីឲ្យគាត់ក៏យកឈ្មោះគាត់ដាក់ហ្មងហូអានេះបាទខ្ញុំក៏ចាប់ស្គាល់គ្នាតាំងពីហ្នឹងមកដំបូងគឺយើងទាំងពីររាប់អានគ្នាជាបងធွာប្អូនធွာហើយណាតាំងពីហ្នឹងមកគឺថាពេលហ្នឹងខ្ញុំនៅរៀនផងនៅជានិស្សិតនៅឡើយឯងតែខ្ញុំស្រឡាញ់វិជានិពន្ធនឹងយូរណាស់ខ្ញុំស្គាល់គាត់ច្បាស់គឺថាចរិតគាត់យ៉ាងម៉េចពីដើមយ៉ាងម៉េចគឺនៅអញ្ចឹងទាំងអស់បាទអញ្ចឹងលោកគ្រូជឿជាក់ហើយថាជាកវីប្រភពវោហាវ៉យហូគឺថាខ្ញុំជឿ 100% គឺជាបងវ៉យហូរបស់ខ្ញុំបាទអរគុណលោកគ្រូចាអរគុណជំរាបសួរអ្នកគ្រូបន្តអ្នកគ្រូរស់សំបឿនដែលអ្នកគ្រូជាបងស្រីបង្កើតរបស់រាជបងរស់ស្រីសុធាណាបាទសូមជំរាបសួរទស្សនិកជនទាំងអស់នៅតាមគេហដ្ឋាននិងនៅទីនេះជាទីគោរពស្នេហាចាបាទអ្នកគ្រូសម្គាល់ឃើញយ៉ាងណាដែររវាងកវីប្រភពវោហាវ៉យហូហើយអ្នកគ្រូយល់ឃើញថាពិតឬមិនពិតចាខ្ញុំគឺឃើញទស្សនវិជ្ជានឹងគឺពិតប្រកបអញ្ចឹងមែនចាមូលហេតុដែលថាពិតប្រកបហ្នឹង
ពីដើមឡើយក្នុងឆ្នាំ1965រហូតដល់68គឺផ្ទះរបស់ខ្ញុំហ្នឹងនៅចិត្តគាត់នៅទឹកល្អក់ទី1ចាផ្ទះមួយជួរទាំងអស់ហ្នឹងដូចជាយុទ្ធថងគាត់នៅកន្លែងអាសងកុងហើយបន្ទាប់មកមានផ្ទះគាត់បន្ទាប់ពីគាត់មកមានផ្ទះខ្ញុំបន្ទាប់ពីផ្ទះខ្ញុំមានផ្ទះអង្គសុំសើមចាដូច្នេះផ្ទះមួយទៅផ្ទះមួយអាចមើលគ្នាបានគាត់ក្នុងការទំនាក់ទំនងជាមួយជាតារាឆោមច័ន្ទដែលជាគ្រួសាររបស់គាត់នោះហើយពេលណាដែលគាត់មានមិត្តភ័ក្តិដូចជាណុកណែមដែលគាត់មានកឹមនវ៉ាជាភរិយារបស់គាត់ឡើងមកលេងផ្ទះគាត់តែងតែបដូរគ្នាគឺហៅប្រពន្ធគ្នាដូរគ្នាទៅវិញទៅមកក៏ខ្ញុំឃើញសកម្មភាពនឹងដែរចាចាហើយបានជាការពិតនេះពីព្រោះបិទថ្មីល្បិតតែមុខគាត់ឡើងអាឡែកស៊ីយ៉ាងណាក៏ដោយក៏ប៉ុន្តែខ្ញុំចាំមួយចំហៀងនេះនឹងសក់នឹងច្រមុះហើយនឹងសម្លេងដែលគាត់និយាយគឺថាប្រើពាក្យអូនបងគឺខ្ញុំចាំច្បាស់ណាស់ចាឃើញថាអ្នកមីងគឺមានអំណះអំណាងច្បាស់លាស់មែនទែនណាលោកបណ្ឌនចាអរគុណទូរទស្សនិកជនជាទីមេត្រីបន្តិចទៀតយើងខ្ញុំនឹងឆ្លិចនៅបញ្ហាជាច្រើនទៀតដែលជាសំណួររបស់ទូរទស្សនិកជនមកកាន់កម្មវិធីមរតកសំនៀងពាក់ព័ន្ធទៅនឹងកវីប្រភពវោហាវៃហូកម្មវិធីមរតកសំនៀងមុនបន្តសូមអនុញ្ញាតជួបអ្នកវត្តធម៌គ្រប់គ្រងកម្មវិធីបន្តិចសិនសេចក្តីស្ទឹងសង្កែដែលជាទឹកដីស្នាមស្នេហ៍កវីនិពន្ធគ្រប់ជំនាន់ក៏ប៉ុន្តែកវីរៀមច្បងយើងមួយរូបនេះគឺលោកមានជំងឺប្រចាំកាយគឺស្លាប់មួយចំហៀងខ្លួនគឺជំងឺលើសឈាមតាមការឲ្យដឹងពីក្រុមគ្រួសាររបស់លោកគ្រូថាក្រុមគ្រួសារបច្ចុប្បន្ននេះគឺមានការខ្វះខាតដោយសារត្រូវមើលជំងឺអស់ច្រើនហើយថ្ងៃនេះជាកិត្តិយសណាស់ដែលអាចអង្គុយបានមកក្នុងកម្មវិធីរបស់យើងបញ្ជាក់ជូនថាមកដល់ពេលនេះគឺយើងបានកោបបឋមពីអាដាមស៊ិនខាន់ឌីសាកលវិទ្យាធិការនៃសាកលវិទ្យាល័យចេនឡាលោកបានឧបត្ថម្ភមកកាន់រៀមច្បងនេះនៅទឹកប្រាក់$100ខ្ញុំសូមអនុញ្ញាតជម្រាបសួរបន្តិចថាចុះអ្នកគ្រូដែលនៅជិតខ្ញុំផ្ទាល់នេះបាទត្រូវជាយ៉ាងម៉េចជាមួយនឹងកវីប្រភពវោហាវៃហូដែរប្អូនបង្កើតយ៉ាងណាប្អូនជីដូនមួយចាម៉ាក់គាត់បងម៉ាក់ខ្ញុំអូបាទជម្រាបសួរអ្នកជនទាំងអស់បាទអ្នកគ្រូពិតជាជឿជាក់ថាជាបងជីដូនមួយមិនបងអត់ជឿដែរលោកក្មួយអត់ជឿដល់ថ្ងៃមួយគាត់ជិះឡើងមកមួយកូនខ្ញុំបាទចាហើយកូនខ្ញុំក៏អត់ដឹងថាពូដែរបាទចាដល់ជិះមកមានអ៊ីទេមកសួរគាត់បាទថាចង់ជួបលោកវៃហូក៏កូនខ្ញុំថាម៉ាក់ខ្ញុំនិយាយថាមានបងប្រុសមួយដែរឈ្មោះវៃហូគាត់និពន្ធកវីពីជំនាន់ហ្នឹងតាមសម្ដេចអីណាចាគាត់អ្នកកវីអញ្ចឹងហើយគាត់ទេមកខ្ញុំគាត់នាំបងខ្ញុំមកជួបខ្ញុំហ្នឹងជួបខ្ញុំអត់ជឿដែរចាជួបគាត់ថាបងពួកបងខ្ញុំពីដើមស្អាតក្មួយចាមុខមាត់គាត់អីស្អាតហើយគាត់ញាក់ជើងសក់លយណាហើយគាត់មានថាមានជំងឺមានមុខមាត់ផ្លែអីខ្ញុំអត់សូវជឿគាត់ដែរចាហើយគាត់រាប់ពីទៅគាត់ថាស្គាល់ម៉ាក់ខ្ញុំហើយគាត់ស្គាល់ឈ្មោះខ្ញុំចាហើយស្គាល់ម៉ាក់គាត់អីអញ្ចឹងណាស្គាល់កុងម៉ាយទាំងអស់បានខ្ញុំជឿជាក់គាត់ថាបងមែនអញ្ចឹងអារម្មណ៍នៅក្នុងពេលនោះនៅពេលដឹងថាបងប្រុសពិតប្រាកដអញ្ចឹងអារម្មណ៍យ៉ាងណាដែរអ្នកគ្រូអារម្មណ៍រំភើបដែរសប្បាយចិត្តចាដែលនឹកស្មានថាគាត់នៅរស់ទេចាអត់ជឿគាត់នៅរស់ទេថាស្មានគាត់ស្លាប់ហើយបាទចាអរគុណអ្នកគ្រូបាទអរគុណអ្នកគ្រូចាសម្រាប់លោកគ្រូវិញលោកគ្រូបាទខ្ញុំបាទចង់ជំរាបសួរទៅកាន់លោកគ្រូបាទចាបាទលោកគ្រូត្រូវនិយាយយ៉ាងម៉េចជាមួយកវីប្រភពវោហាវៃហូដែរខ្ញុំគាត់ជាអ្នកស្គាល់តិចតួចពីដំបូងបាទណែអញ្ចឹងរឿងនេះវាចេះទេកាលនោះបងលេងបាទបងលេងនេះគាត់ញ៉ាំកាទៀវមើលខ្ញុំហើយគាត់មានប្រសាសន៍ថាបើសិនជាបានជួបបងវ៉ៃហូមនឹងសប្បាយយ៉ាងណាទេគាត់នឹកបងគាត់ណាបើនិយាយផងរយំផងបាទប៉ុន្តែគាត់ក៏ហីទៅខ្ញុំអង្គុយចិត្តហ្នឹងបាទខ្ញុំថាបងអើយមិនដឹងជាយ៉ាងណាទេមិនដឹងគាត់ងាប់ឲ្យរស់ផងខ្ញុំមិនដែលឃើញគាត់ដែរហ្នឹងបាទដល់ថ្ងៃមួយខ្ញុំទៅសួនកន្លែងសួនលោកអាយឧត្តមសខេងបាទទៅសួននឹងហាត់ប្រាណហាត់អីទៅទទួលឃើញបងបាទប្រពន្ធគាត់គ្រាគាត់ដើរអញ្ចឹងទៅខ្ញុំឃើញអញ្ចឹងខ្ញុំងាកបុកចេញខ្ញុំប្រុងឡើងម៉ូតូណាបាទដល់ងាកមកម្ដងទៀតដូចជាមិនបានទៅសួរគាត់ទីសិនប្រាប់គាត់ផងឲ្យដឹងបាទអញ្ចឹងដល់ពេលនេះទៅខ្ញុំបកក្បាលមកវិញមកសួរគាត់ថាបងឯងឈឺអីគាត់ថាស្លាប់មកជារៀងខ្លួនបាទដល់អញ្ចឹងទៅខ្ញុំថាបងឯងទៅធ្វើចេះមួយកាយវិការអីចេះហ្នឹងណាបាទ
គាត់លើកដៃអរគុណខ្ញុំបាទខ្ញុំថាទេបងឯងសាពះខ្ញុំក្មេងជាងបងឯងគាត់ថាទេត្រូវតែអរគុណចឹងហើយត្រឡប់ចាស់ជន់មុនណាបាទខ្ញុំសួរគាត់ទៀតថាអញ្ចឹងបងធ្វើការអីដែរគាត់ថាអត់មានធ្វើការអីទេអញ្ចឹងបងឯងអាត្រែតយូរខ្ញុំអត់មានអាត្រែតទេខ្ញុំអត់មានអាត្រែតចឹងហ្មងចា៎ខ្ញុំបងឯងធ្វើអីពីដើមណែខ្ញុំអ្នកដូចថាមកទេណាទៅថាមិនចេះហើនោះធ្លាប់ឮដែរបាទគាត់និយាយចឹងហើយអ្នកបាក់សាអីណាស្លាប់ដែកអីណាធ្លាប់ឮដែរថាធ្លាប់ឮខ្ញុំនឹងហើយបងឯងពីលុតមែនទេខ្ញុំអ្នកតែងអបត់អស់ហ្នឹងចាខ្ញុំថាអូបងវាយហោអញ្ចឹងត្រូវម៉ាច់អញ្ចឹងបើនិយាយទៅចុះឡើងទៅខ្ញុំថាអញ្ចឹងខ្ញុំលាបងទៅផ្ទះសិនហើយខ្ញុំមានមាត់ថាម៉េចទេណាបាទទៅដល់ផ្ទះខ្ញុំប្រាប់បងលេងថាបងលេងខ្ញុំជួបបងវាយហោហើយបងលេងថាអញ្ចឹងស្អែកឡើងជូនខ្ញុំទៅស្អែកឡើងខ្ញុំជូនបងលេងហ្នឹងបាទជូនទៅដល់ពេលជូនទៅដល់តាវាយហោបងលេងជួបមុខគ្នាបងលេងថាបងវាយហោគាត់មើលមុខថាអ្នកណាហ្នឹងចេះបាទដល់មើលមុខគ្នាចុះឡើងបងវាយហោខ្ញុំញឹកជៀបលេងគាត់ក្បាលរនឹងមកស្ទុះអូលេងគាត់ថាលេងអញ្ចឹងណាបាទស្ទុះអោបគ្នាទៅបាទស្គាល់គ្នាតាំងពីនោះមកអញ្ចឹងលោកគ្រូជាអ្នកដើមហេតុឲ្យបានជួបរវាងលោកគ្រូញែកជៀបលេងនិងរឿងច្បងវាយហោបាទអរគុណលោកគ្រូបាទចាអរគុណលោកគ្រូខ្ញុំវិលមកកាន់លោកគ្រូវាយហោជាបន្តយើងមានសំណួរច្រើនណាស់ថ្ងៃនេះប៉ុន្តែតាមពេលវេលាយើងខ្លីយើងច្បាច់យកទៅសំណួរណាដែលមានអត្ថន័យដើម្បីឲ្យទស្សនិកជនទាំងអស់លោកបានដឹងច្បាស់បាទចាលោកគ្រូខ្ញុំចង់ជំរាបសួរលោកគ្រូថាចាលោកគ្រូក្រោយពេលរំដោះ7មករារួចមកតើហេតុអ្វីបានជាលោកគ្រូរស់នៅទាំងលក្ខឈ្មោះលក្ខត្រកូលបែបនេះលោកគ្រូបាននិយាយទៅខ្ញុំរៀងចាលពីប៉ុលពតដល់ខ្ញុំរៀងចាលហើយខ្ញុំអត់ចង់ចាញ់ទេដល់ពេលមកសម័យរដ្ឋកម្ពុជាប្រទេសយើងអត់ទាន់បានស្រួលដល់ប្រទេសយើងបានស្រួលខ្ញុំខូចមុខបាត់ហើយដល់ខូចមុខវាបាត់ផោះតាងខ្ញុំស្ពាយដោះជេទៅថាខ្ញុំអ្នកតែងចម្រៀងគេថាមុខនឹងរឿងនឹងចេះតែងចម្រៀងដល់ពេលខ្ញុំទៅសួរគេទីថាគាត់នេះទៅសាយភាសាទេដឹងខ្ញុំគោទឹកភ្នែកដើរចេញមកតាំងពីនឹងមកខ្ញុំអត់ចេញរហូតចាគឺមូលហេតុបែបនេះហើយណាលោកបន្ថនបាទចាកត្តាទី1គឺពលពតធ្វើឲ្យបាក់ស្បាតមិនមែនតែលោកគ្រូម្នាក់ទេច្រើនអ្នកណាស់ដែលឆ្លងកាត់របបពលពតហើយមានការបាក់ស្បាតបើយើងនិយាយចំណាអញ្ចឹងលោកគ្រូខ្ញុំបានចង់ដឹងកត្តាមួយទៀតថាមកដល់រយៈពេលនេះ33ឆ្នាំហើយលោកគ្រូធ្លាប់បានមកសាកធ្វើតេស្តឬក៏មកស្រាវជ្រាវរឿងរៀនច្បងមួយចំនួនឬក៏កន្លែងផ្សេងទៀតទេព្រោះថាលោកគ្រូអ្នកនិពន្ធដ៏ល្បីតើបានធ្លាប់មកបញ្ជួបទេបាទធ្លាប់ប៉ុន្តែគេអត់ជឿខ្ញុំអត់ជឿទេបាទអត់ជឿខ្ញុំធ្លាប់ទាំងសួរអ្នកដែលស្រាវជ្រាវខ្លះហើយគេអត់ជឿខ្ញុំទេបាទដល់គេអត់ជឿខ្ញុំអស់សង្ឃឹមបានហើយដល់ពេលចុងក្រោយខ្ញុំជួបប្អូនហើយនឹងឃើញរដ្ឋាភិបាលយើងនឹងរីកចម្រើនលូតលាស់ទៅខ្ញុំក៏បានសម្រេចចិត្តថាចេញឡើងវិញហើយខ្ញុំក៏បានសេចក្តីតែងផ្ដើមបន្តិចថាស្រុកខ្មែរឥឡូវសប្បាយអស្ចារ្យសម្ដេចលោកស្ដាស្ថាបនាជាថ្មីចម្រើនលូតលាស់ស្រស់ស្រាយព្រឹមព្រៃខ្ញុំនឹងស្រស់ស្រីកាក់វ័យជើងចាស់នេះខ្ញុំគ្រាន់តែសេចក្តីផ្ដើមនៃចម្រៀងខ្ញុំទេហើយខ្ញុំទៅភ្នំព្រឹកនោះខ្ញុំបានតែងពីភ្នំព្រឹកប្រហែលជា5បទបាទខ្ញុំតែងថាអោភ្នំព្រឹកនឹកមិនចង់ជួបអូទឹកសាបកុលាបរយរុះមេឃមីស្រទុំខ្ញុំយំស្រណោះស្ដាយគេស្ដាយឈ្មោះមិនចង់នៅរស់ឥតខ្លឹមសារអានេះខ្ញុំតែងលេងទៅហើយបានធ្វើបទ3 4បទមកដែរបាទលោកគ្រូបាទខ្ញុំត្រូវបាទអញ្ចឹងខ្ញុំបានចង់ជំរាបសួរលោកគ្រូបន្តទៀតថាកត្តាអ្វីខ្លះដែលធ្វើលោកគ្រូសម្រាប់ចិត្តបញ្ចេញមុខសារជាថ្មីហើយតំណាក់តំណងមកកាន់កម្មវិធីមរតកសំនៀងទូរទស្សន៍អប្សរារបស់យើងលោកគ្រូជួយបញ្ជាក់បាទខ្ញុំនឹកឃើញថារដ្ឋាភិបាលយើងដឹកនាំបានល្អហើយបានស្រួលមិនដូចពាក្យមួយចំនួនដែលគេថាទេគេថាចេះគេថាចោះគេថាមិនចេញទៅនាំពិបាកនាំមានរឿង
ចេះចោលទៅដល់ពេលខ្ញុំនឹកឃើញទៅវាអត់ដូចសោះដល់អត់ដូចសោះខ្ញុំសម្រេចចិត្តថាចេញពីអ្នកប្អូនខ្ញុំនឹងវិញថាបើសិនជាចេញទៅស្លាប់ក៏ស្លាប់ទៅចុះបានអីក៏សល់2 3បទទុកឲ្យកូនចៅស្ដាប់ថ្ងៃក្រោយដែរបាទចាអញ្ចឹងទូរទស្សនិកជននេះជាកត្តាមួយសំខាន់ណាស់ដែលយើងគួរដឹងតាមរយៈការរៀបរាប់របស់កវីប្រភពវោហាវៃហូលោកគ្រូបានបញ្ជាក់ឲ្យថាដោយសារពាក្យសម្ដីអកុសលរបស់ជនអគតិមួយចំនួនដែលបានកេងចំណេញនយោបាយដែលបានចោទប្រកាន់មកលើរដ្ឋាភិបាលប្រមុខរដ្ឋាភិបាលដែលធ្វើឲ្យមានការខកខានដែលធ្វើឲ្យមានការខ្លាចភ័យខ្លាចសម្រាប់បណ្ដារៀនច្បងរបស់យើងដែលមិនហ៊ានបង្ហាញមុខប៉ុន្តែភាពពិតនៅតែជាការពិតដោយរៀនច្បងកវីប្រភពវោហាវៃហូលោកគ្រូបានបញ្ជាក់ឲ្យថាប្រមុខរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាអ្នកដឹកនាំនាពេលបច្ចុប្បន្ននេះប្រកបទៅដោយសន្តិភាពនិងការអភិវឌ្ឍប្រែមុខមាត់វាខុសពីអ្វីដែលគេបានគំរាមកំហែងទៅកាន់ជីវិតកវីប្រភពវោហាវៃហូដែលសុខចិត្តទ្រាំរស់លាក់ឈ្មោះលាក់ត្រកូលអស់ជាង33ឆ្នាំមកហើយនោះអញ្ចឹងឥឡូវលោកគ្រូសម្រាប់ចិត្តវិញគឺជាការពិតលោកគ្រូខ្ញុំបានសូមជម្រាបជូនថាប្រមុខរដ្ឋាភិបាលកម្ពុជាមិនមានគំនិតណាមួយក្នុងការបំបត្តិអ្វីដែលជាភាពល្អប្រសើរដែលមានពីមុនមកដូចជាសម្ដីជនអគតិអស់នោះទេដូចជាសម្ដីដែលគេធ្លាប់ប្រាប់លោកគ្រូនោះទេអញ្ចឹងមានតែការលើកទឹកចិត្តបាទមានតែការលើកទឹកចិត្តមានតែការខំប្រឹងឲ្យស្រាវជ្រាវគោះរកនៅអ្នកដែលមានទេពកោសល្យកាលពីចំនួនដើមដែលនៅសេះសល់ឆ្លងផុតពីរបបកាប់សម្លាប់របស់ប៉ុលពតមានតែរបបប៉ុលពតមួយទេដែលសម្លាប់ខ្មែរគ្នាឯងដែលសម្លាប់អ្នកចេះដឹងដែលស្អប់អ្នកចេះដឹងតែសម្រាប់សម័យតេជោនៅក្នុងពេលនេះគឺស្រឡាញ់អ្នកចេះដឹងគឺលើកកម្ពស់អ្នកចេះដឹងអញ្ចឹងលោកគ្រូអត់មានការភ័យខ្លាចទេបាទឈប់ភ័យហើយបាទខ្ញុំឈប់ភ័យហើយដល់ពេលខ្ញុំឃើញទស្សនវិជ្ជាជាក់ស្ដែងទៅគឺការពិតមែនតែបានខ្ញុំឈប់ភ័យឈប់ព្រួយអីទៅហើយបាទអរគុណលោកគ្រូនៅជីវិតចុងក្រោយរបស់ខ្ញុំតាំងពីនេះហើយបាទអរគុណជាបន្តសូមគោរពអញ្ជើញទូរទស្សនិកជនទាំងអស់កំសាន្តអារម្មណ៍នៅបទចម្រៀងដែលមានចំណងជើងថាអ្នកបម្រើតាមយន្តហោះជាការបកស្រាយរបស់កញ្ញាសុខច័ន្ទធីរីបាទសូមអញ្ជើញ
បំរើតាមយន្តហោះគេថាមិនស្មងជាស្រីសាវាតែតាមការពិតពីគេពុំសាអំបានជ្រាបរប្រត់ប្រឹងពីអូអង្គរាបងចានថាមិនប្រប្រក្បត់រីប្រក្បត់លេចអងសំទោខ្ញុំក្រកំក្រាំងបន្តែតាមក្បួនជីវិតឲ្យលូនហត់គង់ទុកខា បញ្ជាក់ជូនទ្រទស្សនិកជនថាបទចម្រៀងបាទ បើសិនជាមានការខុសឆ្គងសូមលោកគ្រូអ្នកគ្រូខន្តីអភ័យទោស បាទអរគុណកញ្ញាបទចម្រៀងអ្នកបម្រើតាមយន្តហោះនេះគឺមាននៅក្នុងអាល់ប៊ុម Voice Ho អនុស្សាវរីយ៍អាកាសចរហើយក៏ជាស្នាដៃនិពន្ធរបស់កវីប្រភពវោហា Voice Ho ផងដែរអរគុណបន្តិចទៀតយើងនឹងមានការសម្ភាសន៍និងសំណួរជាច្រើនទៀតជំរាបសួរទៅកាន់កវីប្រភពវោហា Voice Ho សូមអរគុណយើងខ្ញុំសូមអនុញ្ញាតសម្រាប់បន្តិចសិនទស្សនិកជនជាទីមេត្រីយើងបន្តនៅក្នុងកម្មវិធីមរតកសំនៀងជាបន្តទៀតដោយបានបញ្ជាក់ថារាត្រីនេះគឺយើងមានការចូលរួមពីបណ្ដារៀនច្បងជាច្រើនហើយរៀនច្បងជាច្រើននោះក៏បានមកធ្វើជាសាក្សីដោយកវីប្រភពវោហា Voice Ho ដោយខ្ញុំបានបញ្ជាក់ឲ្យថាខ្ញុំបានផ្ទាល់មិនបានហ៊ានអះអាង 100% ថាជាកវីប្រភពវោហា Voice Ho ទេដោយសារខ្ញុំកើតអត់ទាន់ក៏ប៉ុន្តែខ្ញុំជឿជាក់ទៅលើរៀមច្បងទាំងអស់ហើយនឹងអ្នកដែលស្គាល់ហើយនៅក្នុងនោះលោកអុកញ៉ាថៃសេងឡុងអគ្គនាយកក្រុមហ៊ុនហួតត្រាកូនិងជាសមាជិកកាកបាទក្រហមកម្ពុជាប្រចាំរាជធានីភ្នំពេញលោកអុកញ៉ាថៃសេងឡុងត្រូវជាមិត្តភក្តិរបស់កវីប្រភពវោហា Voice Ho តាំងពីឆ្នាំ 1954 ដល់ឆ្នាំ 1958 លោកអុកញ៉ាបានរៀនជាមួយនឹងរៀមច្បង Voice Ho នៅថ្នាក់ទី3ទី4ទី5និងទី6នៅអនុវិទ្យាល័យកម្ពុជាបុត្រដែលទីតាំងសប្តាហ៍ថ្ងៃនៅខាងជើងសាលាបញ្ញាសាស្ត្រល្ងាចមិញនេះលោកអុកញ៉ាក៏បានជួបជាមួយនឹងបាទលោកគ្រូ Voice Ho ហើយគឺពិតជាមិត្តភក្តិពិតប្រកបមែនជាពិតជាកវីប្រភពវោហា Voice Ho មែនហើយថ្ងៃនេះលោកអុកញ៉ាបានទូរស័ព្ទមកតាមរយៈការអំពាវនាវនៃកម្មវិធីមរតកសំនៀងបាញ់មិញនេះថាលោកអុកញ៉ាបានឧបត្ថម្ភដល់កវីប្រភពវោហា Voice Ho នៅទឹកប្រាក់ចំនួន$500ខ្ញុំបាទសូមថ្លែងអរគុណចំពោះលោកអុកញ៉ានិងលោកជំទាវដែលបានឧបត្ថម្ភនេះគឺជាអំណោយដ៏សប្បុរសមួយជូនចំពោះនឹងជាការលើកទឹកចិត្តដល់កវីប្រភពវោហា Voice Ho ដែលអាចរកឃើញនៅមិត្តភ័ក្តិហើយបានជួបគ្នាផ្ទាល់កាលពីយប់មិញបានសំណេះសំណាលហើយជឿជាក់ថាពិតជាកវីប្រភពវោហា Voice Ho មែនខ្ញុំអត់ហ៊ានអះអាងទេប៉ុន្តែដោយសារមានសាក្សីជាច្រើនអញ្ចឹងទៅគឺយើងនឹងបង្ហាញជូនជាបន្តទៀតបាទចាឥឡូវនេះបងវ៉ែមកដល់សម្ភារលោកគ្រូជាបន្តទៀតចាលោកគ្រូអត់តោះនាងខ្ញុំចង់ជម្រាបសួរលោកគ្រូបន្តិចថាក្នុងនាមលោកគ្រូជាអ្នកនិពន្ធជាកវីនិពន្ធមួយរូបចាដូច្នេះបទចម្រៀងលោកគ្រូនៅពេលតែងមួយបទនោះគឺពិតជាមានការចាប់អារម្មណ៍ពីប្រិយមិត្តអ្នកស្ដាប់មែនទែនចាអញ្ចឹងលោកគ្រូនៅពេលដែលលោកគ្រូទទួលអារម្មណ៍ថាបទចម្រៀងរបស់លោកគ្រូត្រូវបានគេទទួលស្គាល់អ្នកណាក៏គេយកទៅច្រៀងចាគេច្រៀងមិនថាអ្នកនោះជាអ្នកចម្រៀងអាជីពឬមួយក៏យ៉ាងណាទេគឺគេតែងតែលើកយកបទលោកគ្រូមកច្រៀងចាដូច្នេះតើអារម្មណ៍លោកគ្រូគឺមានអារម្មណ៍យ៉ាងណាដែរលោកគ្រូដំបងរំភើបដល់គេគ្រប់ត្រច្រើនរំភើបដល់គេយកទៅច្រៀងធ្វើម៉េចរឿងនឹងវាអញ្ចឹងធម្មតាអ្នកនិពន្ធបានត្រឹមតែនិពន្ធទេគេល្បីគឺគេសួររកអ្នកចម្រៀងហើយចាបាទចាដូច្នេះគឺលោកគ្រូនិពន្ធម្ដងគឺទទួលផលបានតែម្ដងនោះទេចាចំណែកឯអ្នកចម្រៀងវិញគឺយកបទចម្រៀងលោកគ្រូគឺទៅច្រៀងមួយដងបានផលមួយដងច្រៀងមួយដងបានផលមួយដងចាដូច្នេះគឺតាមដំណើរនោះបាទអរគុណឥឡូវយើងបែរមកកាន់បទចម្រៀងមួយបទដែលខ្ញុំនៅចាំបានថាជាស្នាដៃនិពន្ធរបស់កវីប្រភពវោហា Voice Ho ជាអនុស្សាវរីយ៍អាកាសចរខ្មែរគឺបទនឹកឃើញដែលរៀបរាប់អំពីអនុស្សាវរីយ៍ជិះយន្តហោះពីភ្នំពេញទៅបាត់ដំបងដងស្ទឹងសង្កែហើយចៃដន្យអីក៏បានដួលសន្លប់លើដៃម្ចាស់ស្នេហ៍មួយរូបដោយមិន
បាទនេះខ្ញុំជិះយន្តហោះទៅបាត់ដំបងដល់ពេលនោះមានខ្យល់ផងព្យុះផងភ្លៀងផងខ្ញុំគប់ភ័ណ្ឌភាំងស្មារតីបាត់ទៅលើដៃស្រីម្នាក់តែខ្ញុំចង់បញ្ចេញឈ្មោះតិចឬមិនបញ្ចេញឈ្មោះតិចថាឥឡូវមិនបញ្ចេញឈ្មោះចុះគ្រាន់តែថារំលោភលើដៃស្រីម្នាក់ហ្នឹងបានខ្ញុំតែងជាបាត់នឹកឃើញហ្នឹងព្រោះនឹកឃើញមែនបាទខ្ញុំសុំទោសដល់អ្នកស្រីសាក់ស៊ីស្បោងចុះបើស្លាប់លើដៃគាត់មែនបាទថាមិនបញ្ចេញទេឥឡូវបញ្ចេញទៅចុះបាទអរគុណនេះគឺជាកំណត់អនុស្សាវរីយ៍នៃបទនឹកឃើញស្រណោះហើយបញ្ជាក់ជូនឲ្យថាកម្មវិធីមរតកសំនៀងបានជម្រាបដំណឹងនេះជាង1ខែហើយយើងបានផ្ដល់ឱកាសឲ្យអ្នកដែលស្គាល់កវីប្រភពវោហាវ៉យហូទាំងអស់អាចមកជួបផ្ទាល់បានអញ្ចឹងជាលទ្ធផលយើងឃើញថាអ្នកដែលមានរៀមច្បងដែលបានអញ្ជើញមកថ្ងៃនេះគឺសុទ្ធតែលើតាមរយៈកម្មវិធីមរតកសំនៀងអំពីវនីវហើយក៏បានធ្វើតេស្តអះអាងថាជាកវីប្រភពវោហាវ៉យហូមែនមុននឹងបន្តកម្មវិធីរបស់យើងសូមជូននៅបទចម្រៀងអនុស្សាវរីយ៍រៀងច្បងជិះយន្តហោះទៅបាត់ដំបងដងស្ទឹងសង្កែហើយក៏បានជាប់ស្នេហ៍រៀងច្បងសាក់ស៊ីស្បោងដែលដួលសន្លប់នៅលើរង្វង់ដៃរៀងច្បងសាក់ស៊ីស្បោងអញ្ចឹងតើការស្រមៃនឹកឃើញនេះរហូតមកដល់ឥឡូវក៏នៅតែនឹកឃើញមិនអាចបំភ្លេចបានដែរទំនុកនៃសេចក្តីស្នេហ៍នេះប្រកល់ជូនចំពោះអ្នកចម្រៀងរបស់យើងបាទគឺលោកប្រាក់អរុនបាទលោកប្រាក់អរុននឹងបកស្រាយនៅបទនឹកឃើញសូមជម្រាបសួរនឹកឃើញក្រណងមិនតែភ្លេចសងឬមួយលើមេឃស្រមៃដៃថ្នមនៅតែនឹងភ្នែកនឹកពេកតែយល់សពទាំងយប់ថ្ងៃនឹកឃើញក្រណងគ្រាជាចន្ទហងទៅបាត់ដំបងពេលនោះមេឃខ្មៅព្យុះផងភ្លៀងផងយន្តហងគៀងផងហើយកន្លងគ្រប់គ្នាក្នុងពេលនោះខ្ញុំមើលមុខភ្លាមហើយក៏ដួលភ្លាមបាត់មាត់ងៀមលើដៃស្រីម្នាក់មួយសន្ទុះខ្ញុំក៏ភ្ញាំងឃើញស្រីម្នាក់ស្រងអងចានាងជាបកាខ្មែរអាកម្មទៅចោល្អគូពេញចិត្តនាងអាណិតជីវិតខ្ញុំជួយមើលខ្ញុំទល់តែខ្ញុំជីអរគុណហើយណានាងណាអរគុណហើយផ្កាខ្មែរអាកម្មទៅចោដួងចិត្តអ្នកនាងលើតែល្អរូបក៏បងខ្ញុំអងវសូមស្នេហ៍បានទេស្រណោះត្រីភ្លៀមមានភ្លេចដើរធ្វើទៅម្ដេចបានជាគូក្រមករៀមក៏សេសមុទ្រទាំងតងញ៉ាជូនលួនអងតាស្នេហ៍ស្នងទទួលដែរអរគុណលោកប្រាក់អរុនបកស្រាយចម្រៀងយ៉ាងពីរោះដែលចម្រៀងនេះគឺជាស្នាដៃនិពន្ធរបស់កវីប្រភពវោហាវ៉យហូមាននៅក្នុងអនុស្សាវរីយ៍ខ្មែរអាកាសចរ
កម្មវិធីមរតកសំនៀងមុនបន្តសូមអនុញ្ញាតជួបអ្នកវត្តធម្មគ្រប់គ្រងកម្មវិធីបន្តិចសិនសេចក្តីជូនដំណឹងលោកគ្រូនៅពេលឡើងចំនួនពលពតសូមវិលថយក្រោយបន្តិចដែលជាចំនួនមួយខ្មែរមិនអាចបំភ្លេចបាននៃការកាប់សម្លាប់ជាតិសាសន៍ឯងនៃការបំផ្លាញនិស្សិតបញ្ញវន្តអ្នកចេះដឹងទាំងអស់អញ្ចឹងនៅក្នុងពេលនោះតើលោកគ្រូមានបានទទួលរងទារុណកម្មឬក៏លោកគ្រូយ៉ាងណាដែរនៅក្នុងឆ្នាំនោះបាទមានទារុណកម្មដែរយ៉ាងណាដែរលោកគ្រូនៅឯណានៅនិគមជ្រោយស្ដៅបាទនៅនិគមជ្រោយស្ដៅគេធ្វើបាបខ្ញុំខ្លាំងដែរហ្នឹងបាទណាខ្ញុំចាំវាមិនច្បាស់គេដកតាំងកញ្ចក់ជើងដកទាំងអីខ្ញុំទៀតណាបាទណាខ្ញុំចាំបានប៉ុណ្ណាខ្ញុំនិយាយប៉ុណ្ណឹងបាទការនោះគេអត់មានអ្នកណាស្គាល់ពលពតអត់មានស្គាល់ថាជាលោកគ្រូទេឬក៏យ៉ាងណាដែរលោកគ្រូគេអត់ស្គាល់ព្រោះខ្ញុំធ្វើដូចឈួតតិចធ្វើដូចហ្វាក់តិចបាទអរគុណនេះគឺជាអ្វីដែលឆ្លងកាត់នៅក្នុងរបបនោះណាលោកគ្រូបាទកញ្ញាសុភារដ្ឋមានអីបន្ថែមយើងខ្ញុំអរគុណចំពោះអ្នកចូលរួមឧបត្ថម្ភគាំទ្រដល់កម្មវិធីទាំងអស់ដែលកម្មវិធីរបស់យើងអាចដំណើរការមកបានហើយកម្មវិធីមរតកសំនៀងគឺនៅតែបន្តស្រាវជ្រាវរកបណ្ដារៀនច្បងជាច្រើនទៀតនៅក្នុងនោះខ្ញុំបានដូចធ្លាប់ឮថាកវីមេប៊ុននៅរស់ដែរលោកគ្រូណោះខ្ញុំអត់បានជួបដែរបាទគ្រាន់តែឮដំណឹងបាទយើងនឹងព្យាយាមស្វែងរកកវីម៉ែប៊ុនជាបន្តទៀតដោយសារនេះជាដំណឹងលហិមកកាន់កម្មវិធីមរតកសំនៀងទៅថាមរតកសំនៀងបង្កើតឡើងថែរក្សានៅចម្រៀងអតីតកាលលើកដំកើងចម្រៀងអតីតកាលនៅក្នុងសម័យនៃការអភិវឌ្ឍដែលមានការដឹកនាំប្រកបដោយការភាពឆ្លៀសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខហើយមួយទៀតនោះមរតកសំនៀងនឹងបន្តស្រាវជ្រាវរករៀមច្បងទាំងអស់ដែលអាចរស់រានមានជីវិតឆ្លងផុតពីរបបប៉ុលពតដែលយើងបានគុណ7មករាមកដល់សប្តាហ៍ថ្ងៃនេះហើយសូមជម្រាបជូនដល់បណ្ដារៀនច្បងទាំងអស់ថាសូមកុំជឿជាក់លើពាក្យឃោសនាអកុសលរបស់បុគ្គលមួយចំនួនតូចដែលចោទដាក់បន្ទុកមកលើកម្ពុជានាពេលបច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលកម្ពុជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់គឺនាំគ្នាអភិវឌ្ឍកម្ពុជាត្រូវការអ្នកចេះដឹងត្រូវការស្វែងរកគឺมันមានគំនិតណាមួយដែលចង់បំបត្តិអ្នកចេះដឹងដូចជាចំនួនពលពតទេទស្សនវិជ្ជាបែបហ្នឹងគឺមាននៅចំនួនពលពតមួយទេដែលធ្វើបានហើយចំនួននេះគឺអត់មានទេគឺខ្ញុំហ៊ានបដិសេធអញ្ចឹងណាលោកគ្រូយើងមានចម្រៀងជាបន្តទៀតដែលជាចម្រៀងរបស់លោកគ្រូហើយហាក់បីដូចជានាំអារម្មណ៍លោកគ្រូវិលថយក្រោយបន្តិចតែកាន់អនុស្សាវរីយ៍ចាស់ណាកញ្ញាសុភារដ្ឋលោកគ្រូយើងមានអនុស្សាវរីយ៍ច្រើននៅកាលណាគេរំលឹកដល់លោកគ្រូវ៉ៃហូគឺគេរំលឹកដល់អនុស្សាវរីយ៍អាកាសចរខ្មែរកាលពីចំនួននោះតើនៅក្នុងអាល់ប៊ុមនៃលោកគ្រូនិពន្ធបទចម្រៀងជាច្រើនពាក់ព័ន្ធទៅនឹងអាកាសចរខ្មែរនោះមូលហេតុអីដែលលោកគ្រូនិពន្ធបទអស់នឹងឡើងបាទមានទេបើដែលខ្ញុំធ្លាប់មានប្រវត្តិប្រាប់ពីដំបូងហ្នឹងហើយខ្ញុំចេះតែនឹកឃើញតែងទៀតទៅបាទចេះតែងបន្តទៀតទៅឲ្យបានគ្រប់បលរបស់ខ្ញុំណាបាទលោកគ្រូបាទដូច្នេះគឺលោកគ្រូមានអនុស្សាវរីយ៍ច្រើនជំទាក់ទងជាមួយនឹងអាកាសចរបាទតែឥឡូវនេះគឺបទចម្រៀងដែលទាក់ទងជាមួយនឹងអាកាសចររបស់លោកគ្រូគឺបទកុលាបខ្មែរអាកាសចរកុលាបខ្មែរអាកាសចរអំបញ្ញមិញនេះថាចង់លីឲ្យប៉ៃលិនមុនក៏ប៉ុន្តែអ្នកជម្រាបយើងថាស្រឡាញ់បទអ្នកបម្រើតាមយន្តហោះជាងពីព្រោះនៅក្នុងអាល់ប៊ុមវ៉ៃហូណាពាក់ព័ន្ធនឹងអាកាសចរអញ្ចឹងបទអំបញ្ញមិញគឺអ្នកបម្រើតាមយន្តហោះបានបញ្ចប់ហើយឥឡូវយើងបែរមកស្ដាប់កុលាបអាកាសចរដែលមានកំឡោះសង្ហាទំពេញវ័យបុស្បាសត្វចាលឺអានជាអ្នកបកស្រាយណាលួចប្រតិព័ទ្ធទៅនឹងអ្នកបម្រើតាមយន្តហោះមួយរូបហើយផ្កានេះគឺរីកទៅលើយន្តហោះឥឡូវនេះកាន់តែស្រស់ថែមទៀតផ្កាហ្នឹងរីកស្រស់ទៅម្ដងឥឡូវណាបាទពីមុនតែស្រស់ប៉ុណ្ណឹងឥឡូវហ្នឹងស្រស់លើសមុនទៅទៀតបាទព្រោះយើងអភិវឌ្ឍទៅអញ្ចឹងមនុស្សចិត្តស្អាតទៅអរគុណប្រកុលទំនុកនេះជូនចំពោះបុស្បាសត្វចាលឺអានកុលាបខ្មែរអាកាសចរព្រឹកមិញរីកជុំវិញខ្មែរអាកាសចរអូឡាបលឿងក្រមឃើ
ភ្នែកស្នេហ៍ត្រទន់សង្ឃឹមថាបានក្រៃលោមិនបានរកកាយស្មានមិនត្រូវគេមិនដឹងខ្លួនលងលុងអីលើខ្ញុំត្រូវខូចចិត្តម្នាក់ឯងបើភ្នែកខ្វាក់មិនឃើញស្រីនោះគ្មានអ្វីខូចចិត្តតោះនឹងភ្នែកលឺឃើញខូចចិត្តអងស្រណោះខ្ញុំខ្លាំងទេ ចិត្តម្នាក់ឯងបើភ្នែកខ្វាក់មិនឃើញស្រីនោះគ្មានអ្វីខូចចិត្តសោះនឹងភ្នែកលឺឃើញខូចចិត្តអងចាអរគុណចំពោះលោកលីវអានចាតាមរយៈបទនេះលោកបន្ថនគឺឃើញថាបទចម្រៀងរបស់លោកគ្រូគឺទៅសារតែពីសម្រស់កញ្ញាហើយកលាបខ្មែរអាកាសចរចាអារម្មណ៍លួចស្រឡាញ់គេតែម្នាក់ឯងទេណាលោកបន្ថនលួចស្រឡាញ់គេតែម្នាក់ឯងកណ្ដាលកណ្ដាលរែងចំបល់ម្នាក់ឯងខ្វាយខ្វល់ណាតែអ្វីដែលយើងចាប់អារម្មណ៍លោកគ្រូបានផ្ដើមនៅពាក្យមួយនៅក្នុងទំនុកបទចម្រៀងអំបញ្ញមិញណាអូយថាមិនដឹងថាបានឬមិនបានណាលួចសង្ឃឹមដែរប៉ុន្តែសង្ឃឹមតិចខ្ញុំនឹងចាំបាននៅបទចម្រៀងមួយបទមានសង្ឃឹមដែរតែសង្ឃឹមតិចក៏ជាចម្រៀងរបស់កវីប្រភពវោហាវ៉ៃហូដែរថាលួចញញឹមជាមួយនឹងសេចក្តីសង្ឃឹមដ៏តិចតួចសង្ឃឹមប្រៀបបានទៅនឹងទឹកភ្នែកសង្ឃឹមប្រៀបបានទៅនឹងភ្លៀងរលឹមសង្ឃឹមប្រៀបបានទៅនឹងខែដែលរះព្រិចស្ទើរលិចមិនដឹងព្រោះតែដួងចិត្តលួចប្រាថ្នាលើបុប្ផាមួយតោដែលរីកញីចិត្តដៃបង្កាយសោះតែមិនបានដឹងថាថ្ងៃណានឹងបានលុយចំណើដេកឆ្លើយតបមកវិញទោះជាពេលស្អប់ស្រឡាញ់ឬខឹងក៏ដោយឲ្យតែនឹងឆ្លើយតបមកក៏មិនយើងអស់ចិត្តណាវត្តនឹងមានន័យមែនតើចាអរគុណលោកគ្រូយើងនឹងបន្តមកកាន់ស្ថានភាពគ្រួសារលោកគ្រូនេះពេលបច្ចុប្បន្នវិញបច្ចុប្បន្ននេះលោកគ្រូរស់នៅក្នុងភូមិអីឃុំអីស្រុកណាខេត្តណាដែរបាទខ្ញុំនៅបាត់ដំបងនៅភូមិអូតកម2សង្កាត់ទួលតាឯកបាទបច្ចុប្បន្ននេះលោកគ្រូបានបង្កើតក្រុមគ្រួសារថ្មីទៀតឬក៏លោកគ្រូនៅជាមួយនឹងគ្រួសារដើមឬក៏បែកបាក់គ្នាកាលជំនាន់ប៉ុលពតបែកគ្នាជំនាន់ប៉ុលពតអស់ហើយបាទខ្ញុំបានគ្រួសារថ្មីទេបានបុតប្រមាណដែរលោកគ្រូ7នាក់វ៉ា7នាក់7នាក់ចាស្រីប្រមាណដែរលោកគ្រូបាទប្រុសប្រមាណស្រីប្រមាណប្រុស2ចឹងប្រុស2បាទប្រុស2ទាំងអស់ស្រី5អញ្ចឹងលោកគ្រូណាបាទនៅក្នុងចំណោមកូនទាំងអស់នោះតើមានកូនណាមួយដែលគេមានជំនាញខាងតែនិពន្ធឬក៏សិល្បៈដែរទេគ្រូនៅទូចនៅតូចដល់ឡើយណាបាទអញ្ចឹងគឺលោកគ្រូមានក្រុមគ្រួសារថ្មីមួយ
ហើយបច្ចុប្បន្នគឺលោកគ្រូរស់នៅខេត្តបាត់ដំបងខ្ញុំបានទៅដល់លំនៅឋានផ្ទាល់របស់លោកគ្រូដែលស្ថិតនៅក្នុងជីវភាពមួយហើយលោកគ្រូបានយកសៀវភៅគ្រួសារដែលមានបោះត្រាអត្រានុកូលដ្ឋានដែលខ្ញុំបានមើលថាពិតជាឈ្មោះ Voi Ho ខ្ញុំឃើញដាក់នៅក្នុងសៀវភៅគ្រួសារគឺ Voi Ho ហើយបាត់រូបថតលោកគ្រូតែម្ដងដូច្នេះហើយវាកាន់តែជាភ័ស្តុតាងមួយឲ្យខ្ញុំកាន់តែជឿជាក់ទៀតហើយព្រោះខ្ញុំនេះគឺរស់នៅក្នុងភពងងឹតទេសម្រាប់រីច្បងពីដើមថាកើតអត់តាន់បើគិតទៅខ្ញុំរំដោះពលពតហើយ3ឆ្នាំបានខ្ញុំកើត82តែរៀមច្បងមានប្រវត្តិតាំងពីទសវត្សរ៍50និង60អញ្ចឹងខ្ញុំកើតអត់តាន់ទេបញ្ជាក់ឲ្យថាដោយសារចំណង់ចំណូលចិត្តនៃការស្រឡាញ់នៃចម្រៀងពីដើមដូច្នេះហើយទើបយើងរៀបចំនៅកម្មវិធីនេះនឹងការស្រាវជ្រាវបន្ថែមដូច្នេះខ្ញុំពឹងផ្អែកទៅលើឯកសារហើយនឹងសាកសីនឹងភ័ស្តុតាងខ្ញុំមិនអាចអនុម័តខ្លួនឯងសន្មតឲ្យខ្លួនឯងថាតើបទចម្រៀងនេះរៀមច្បងនេះពិតប្រាកដឬមិនពិតប្រាកដមិនគឺខ្ញុំគ្រាន់តែធ្វើតាមឯកសារតែប៉ុណ្ណោះបើខុសក៏សូមអធិស្ឋានលោកគ្រូមុននឹងបន្តព្រោះយើងនៅមានសំណួរសួរបន្តពាក់ព័ន្ធទៅគ្រូទៀតណាកញ្ញាសភារដ្ឋប៉ុន្តែយើងអរគុណចំពោះអ្នកចូលរួមឧបត្ថម្ភគ្រប់គ្រងនៅកម្មវិធីរបស់យើងពិសេសគឺយើងអរគុណដល់ហាងថតរូបព្រះច័ន្ទពេញវងដែលជាអ្នកជំនាញខាងថតរូបឥឡូវនឹងរដូវកាលកឋិនទានក៏មកដល់រដូវអាពាហ៍ពិពាហ៍អីចូលដល់អញ្ចឹងណារងាធ្លាក់ខ្យល់កដឹកអញ្ចឹងទៅយើងពិតជាចងចាំនៅកម្រងអនុស្សាវរីយ៍មួយដែលមិនអាចបំភ្លេចបានគឺថ្ងៃអាពាហ៍ពិពាហ៍ដូច្នេះគឺយើងមានអ្នកជំនាញច្បាស់លាស់ខាងថតរូបថតវីដេអូគឺព្រះច័ន្ទពេញវងស្ទូឌីយោអរគុណកម្មវិធីរបស់យើងនៅក្នុងពេលនេះក៏សូមអនុញ្ញាតសម្រាប់បន្តិចសិនអរគុណហើយយើងនឹងបែរមកកាន់កវីប្រភពវោហាវ៉យហូជាបន្តទៀតពិសេសគឺខ្ញុំបាទសូមថ្លែងអរគុណចំពោះអ្នកចូលរួមឧបត្ថម្ភគ្រប់គ្រងដល់កម្មវិធីទាំងអស់តែម្ដងលោកគ្រូសុខភាពមិនអីទេអង្គុយជាង1ម៉ោងនេះវាអត់សូវស្រួលដែរអត់សូវស្រួលដែរលោកគ្រូវាចេះតែញាប់ដែរអត់អីទេលោកគ្រូយើងនៅសល់តែប្រហែលនាទីទៀតនឹងបញ្ចប់នៅក្នុងកម្មវិធីរបស់យើងហើយកញ្ញាសភារដ្ឋយើងនឹងមានចម្រៀងបន្តទៀតសម្រាប់កំដរអារម្មណ៍ទូរទស្សនិកជនដើម្បីទុកអារម្មណ៍ឲ្យលោកគ្រូសម្រួលព្រោះថាលោកគ្រូមិនអាចមានប្រសាសន៍ច្រើនបានទេដោយបានបញ្ជាក់ថាលោកគ្រូគឺមានជំងឺលើសឈាមហើយស្លាប់មួយចំហៀងខ្លួនអញ្ចឹងទៅតើមានអ្នកគ្រាមានអីបានមកដល់ប៉ុន្តែគឺកាត់ចិត្តណាស់ដើម្បីចូលមកដល់ក្នុងកម្មវិធីរបស់យើងនេះដូច្នេះដើម្បីផ្លាស់ប្ដូរបរិយាកាសឲ្យលះហើយនៅក្នុងចិត្តបន្តិចយើងខ្ញុំសូមអញ្ជើញលោកនាងកញ្ញាបែរមកស្ដាប់នៅទឹកដមសំនៀងរបស់អ្នកចម្រៀងរបស់យើងដែលបកស្រាយអំពីស្នាដៃរបស់លោកគ្រូក្នុងនោះលុះលងក្រោមធរណីគឺជាចម្រៀងរបស់លោកគ្រូមួយបទដែរណាលោកគ្រូអ្វីដែលខ្ញុំចាប់អារម្មណ៍បំផុតគឺពាក្យថាក្លឹមស្នេហ៍ធម្មតាពាក្យស្នេហាមួយម៉ាត់អាចធ្វើឲ្យមនុស្សចងកលោតទឹកនិងសម្លាប់ខ្លួនវាមានអត្ថន័យជ្រាលជ្រៅណាស់ដោយឡែកសម្រាប់ក្លឹមស្នេហ៍វិញវាកាន់តែជ្រាលជ្រៅជាងនឹងទៅទៀតគេថាស្នេហាបានកាយណាយចិត្តប៉ុន្តែស្នេហាពិតរបស់កវីប្រភពវោហាវ៉យហូបញ្ជាក់ថាស្នេហាបានកាយមិនត្រឹមតែមិនណាយចិត្តទេតែទ្វេនៃសេចក្តីស្រឡាញ់បន្ថែមទៀតសូមប្រកល់ទំនុកនេះជូនចំពោះលោកបាទប្រាក់អរុណតាមរយៈបទលុះលងក្រោមធរណីបើភ្នំពួងក៏មានកំពូលធម្មជាតិក្នុងលោកទាំងមូលគង់មានបណ្ដូលនៃចិត្តស្នេហាអូនអើយទោះបីខ្សែកូនមិនថាគង់មានគួយអង្គចាដូចអូននឹងបងស្វ័យបើរូបបងជានាងផ្សងព្រេងតែចិត្តមិនមែនដូចខ្លែងថាផុកជាល្បែងត្រីក្នុងគង្គាចិត្តស្មងមិនរួមដូចជាផ្លែល្វីស្មាំហើយជឿគ្នារាំងសាក្លិនស្នេហ៍ឲ្យបរិសុទ្ធបំណាច់ស្រឡាញ់គ្មានប្រាទូបដូរនឹងស្នេហ៍លុះលងធរណីទោះបីបងខ្លាយជាល្អងធូលីខ្យល់បងវងវីក៏មិនខ្លាច
បើជួបអូនត្រឹមមួយរាត្រីតែចិត្តនៅតែអាឡ័យញ៉ាំអ្វីមួយម៉ាត់ក៏គិតដល់អូនប្រលឹងកុំខឹងកុំស្រពោនជឿបងណាខ្លួនស្នេហាបានខ្លួនក៏មិនអាយដែរបើជួបអូនត្រឹមមួយរាត្រីតែចិត្តនៅតែអាឡ័យញ៉ាំអ្វីមួយម៉ាត់ក៏គិតដល់អូនប្រលឹងកុំខឹងកុំស្រពោនជឿបងណាខ្លួនស្នេហាបានខ្លួនក៏មិនណាយដែរស្រ័យអរគុណលោកបាទអរគុណច្រើនមួយដង្ហើមដ៏ខ្លីនៃសេចក្តីស្នេហាប្រែមកទៅជាមួយដង្ហើមដ៏ខ្លីមែនតែនមួយរាត្រីនៃក្តីស្នេហ៍ណាប្រៀបបានទៅនឹងស្រមោលបាក់សីហៅកាត់មាត់បងអួចមួយសន្ទុះក្រោយមកក៏រលាយបាត់ទៅតែបន្សល់ទុកនៅក្លឹមស្នេហ៍មួយដែលកវីប្រភពវោហាវយហូបន្សល់ទុកលោកគ្រូអនុស្សាវរីយ៍នេះមានជាមួយនឹងរៀមច្បងរូបណាដែររៀមច្បងតារាចំច័ន្ទឬក៏អ្នកណានឹងមានតារាចំច័ន្ទដែរខ្ញុំនឹកឃើញនៅបទចម្រៀង3បទទៀតមានអនុស្សាវរីយ៍មួយទៀតជាមួយបុស្បាអូបាទបុស្បាហ្នឹងគឺជាភរិយាពុកភរិយាទី1តែម្ដងរបស់លោកគ្រូណាបាទនៅរៀនបងតារាចំច័ន្ទហ្នឹងភរិយាទី2ទេអរគុណលោកគ្រូខ្ញុំចាំបានអនុស្សាវរីយ៍បទអាអ៊ុយកំលេងចាក់ចង្កេះបែកក្អមអូនហើយនឹងបទចម្រៀងមួយខ្សែគេហ្នឹងលោកគ្រូអាចរៀបរាប់ពីប្រវត្តិបានបន្តិចបានទេវាភ្លេចអស់ប៉ុន្តែគ្រាន់តែថាកាលមុនខ្ញុំជិះឡានបាទជិះឡានទៅកេងពិសាចាស់ទៅរូបពីដើមមានរូបពីនៅចិត្តស្ពានជួយវ៉ាណាបាទខ្ញុំទៅឃើញគេពាក់អាវវាលកបាទជីជាក្លូដល់ជីជាក្លូទៅខ្ញុំមានចិត្តចង់និយាយចំទៅថាចង់ញ៉ាយគេដែរណាបាទចាដល់ទៅឃើញគេអញ្ចឹងពេលអំក៏ផ្លុំកញ្ចែបាទផ្លុំកញ្ចែជ្រេកហៅអ្នកធាក់ក្លូហ្នឹងអ្នកធាក់ក្លូអត់មានចាប់ប្រាំងនេះចាប់ប្រាំងសាច់គាត់ឡើងបាទហើយបានខ្ញុំដាក់ថាពូស៊ីក្លូមិនគុំចាប់ប្រាំងដៃមិនចាប់ប្រាំងសាច់ពួកឯងវិញហ្នឹងបាត់ស៊ីក្លូដល់ពេលខ្ញុំទៅតាមមាត់ទន្លេនោះឃើញមនុស្សស្រីម្នាក់គេចងពងនោះក៏ដើរដងទឹកឡើងមកធ្លាក់អាក្អមទៅនោះដល់ដួលបងខ្ញុំដាក់បែកក្អមមកហើយទៅដល់មកផ្សារឌីប៉ូនេះឃើញមិនពីរនាក់ហ្នឹងគេប្រឡែងគ្នាចាក់ចង្កេះគ្នាហ្នឹងបានដាក់ចាក់ចង្កេះមកបត់ទៀតទៅអូយកុំលេងចាក់ចង្កេះបានអរគុណនេះគឺជាប្រវត្តិដើមនៃបទចម្រៀង3បទដែលទូរទស្សនិកជនបានទស្សនាកម្មវិធីមរតកនាងថ្ងៃនេះនឹងបានដឹងប្រវត្តិដើមថាយ៉ាងណាខ្លះបទចម្រៀងកុំលេងចាក់ចង្កេះបែកក្អមអូនហើយនឹងពូស៊ីក្លូណាគ្រូខ្ញុំចាំបាននៅរឿងមួយទៀតដែលមានម្ចាស់សំនៀងរៃកណ្ដឹងសូសវឿនជាអ្នកបកស្រាយជូនអូនទៅម៉ែតើប្រវត្តិដើមនៃបទចម្រៀងនេះមានយ៉ាងណាដែរលោកគ្រូប្រវត្តិនេះរបស់តារាចំច័ន្ទសុំទៅលេងស្រុកបាទខ្ញុំដាក់ថាជំនួសចោលជូនបោចវត្តចងក្បូនជូនអូនទៅម៉ែបាទជូនអូនទៅស្រុកហ្នឹងវាមានឃ្លារបស់វាណាជូនអូនទៅស្រែជូនអូនទៅម៉ែទៅស៊ីក្តាមខ្យងបាទ
បងចណោះសាប់យ៉ងអូនចណោះសាប់យ៉ងហើយយំផងបាទអរគុណលោកគ្រូមកដល់ឥឡូវនេះបើគិតទៅលោកគ្រូអាយុប្រហែលឆ្នាំហើយខ្ញុំចិត្តជាងហើយពើចិត្តប្រហែលដែរលោកគ្រូបាទចិត្តច្រើន79ណាបាទចិត្តច្រើនខឹងបាទឆាប់ខឹងចិត្តច្រើនបាទអរគុណលោកគ្រូមកដល់ថ្ងៃនេះតើលោកគ្រូនៅតែនិពន្ធបានដដែលឬក៏បានគ្រាន់តែវាយឺតជាងមុនបាទគ្រាន់តែខ្ញុំសរសេរនិពន្ធឥឡូវវាចូលចិត្ត100ហើយប៉ុន្តែអត់ទាន់ធ្វើមេរឌីទេបាទឥឡូវឧទាហរណ៍ខ្ញុំចង់ដឹងព្រោះថាកវីប្រភពវោហាសម្បូរវោហាសារស័ព្ទណាស់ពិសេសគឺចំណាប់ចុងជួនសំនួនវោហានេះមិនចាំបាច់មានក្រដាស់ឬក៏ពากาក៏អាចសរសេរចេញបានដែរឧទាហរណ៍ថាឥឡូវនេះកម្មវិធីមរតកសំនៀងស្រាវជ្រាវឃើញរៀមច្បងកវីនិពន្ធចំនួនដើមអញ្ចឹងលោកគ្រូអាចនិពន្ធបានទេបើមិនជាខ្ញុំមិនបាច់ឲ្យប្រើពេញនឹងក្រដាស់ខ្ញុំនិពន្ធបានខ្ញុំដំបូងខ្ញុំដាក់ថាអពោះអប្សរាកញ្ញាស្រីស្រស់ដល់មើលទៅវាខ្លឹមសារតិចពេកខ្ញុំក៏ដាក់ថាអពោះអប្សរាកញ្ញារៀងរាវអ្នកចេះសាវជ្រាវរាវរកកវីមរតកសំនៀងបំពេរាត្រីទាំងប្រុសទាំងស្រីកវីជើងចាស់បាទអូហូបាទចាពិតជាកវីរៀមច្បងពិតប្រកបមែនបាទជើងចាស់ពិតប្រកបមែនណាកញ្ញាសុភារតមិនចាំបាច់ប្រើដល់ស្លាបផ្កាឬមកក៏បិចណាលោកប៊ុនថនចាំតែឃើញភ្លាមអាចនិយាយភ្លាមតែម្ដងចាចេញមកវិចិត្រតែម្ដងណាលោកប៊ុនថនបាទខ្ញុំចាំបានភាសាអ្នកសិល្បៈក៏ច្រើននិយាយថា improvise រកផ្លេចណាអរគុណមុននឹងបន្តកម្មវិធីរបស់យើងក៏សូមអនុញ្ញាតជួបអ្នកឧបត្ថម្ភគ្រប់គ្រងបន្តិចសិនអមមិញនេះយើងបានទទួលសំណួរថ្មីមួយទៀតតាមរយៈទូរស័ព្ទដែលមាននៅលើកញ្ចក់ទូរទស្សន៍គឺចង់ជំរាបសួរលោកគ្រូបន្តិចថាលោកគ្រូជួយបញ្ជាក់បន្តិចថាប្រពន្ធដើមលោកគ្រូដំបូងគេនេះឈ្មោះអីអមមិញបាទលោកគ្រូបាទសុំម្ដងទៀតបាទឈ្មោះបោះស្វាលោកគ្រូមានកូនប្រមាណអ្នកជាមួយកូន2នាក់ឈ្មោះអ្វីខ្លះមួយឈ្មោះវយស្ទឹងដាមួយឈ្មោះវយវិជ្ជកាបច្ចុប្បន្នក៏រស់នៅឬក៏អត់ដឹងជាស្លាប់ឬរស់អត់ដឹងឆ្លើយតបទៅនឹងម្ចាស់សំណួរដែលគាត់បានសួរមកនេះគឺហាក់បីដូចជាស្គាល់កវីប្រភពវោហាច្បាស់អញ្ចឹងគាត់បានបញ្ជាក់ថាអត់ដឹងទេអត់ដឹងថាបច្ចុប្បន្ននៅរស់ឬយ៉ាងណាទេប៉ុន្តែបើបានទស្សនាកម្មវិធីមរតកសំនៀងហើយឃើញឪពុករបស់ខ្លួនឬក៏ចង់សួរអ្វីផ្សេងទៀតនោះគឺអាចតំណាក់តំណងមកកាន់កម្មវិធីមរតកសំនៀងបានយើងស្វាគមន៍គ្រប់ពេលវេលាទាំងអស់ជួនកាលក៏ជាការណាត់ជួបដែរដូចជារៀមច្បងស្វាយសំអឿនអញ្ចឹងបាទលោកស្រីដុំសុផាន់នេះបានចូលរួមកម្មវិធីមរតកសំនៀងហើយរកឃើញបងប្អូនប្រហែលអ្នកនោះហ្នឹងអ្នកគ្រូចាបានប្រហែល10នាក់បាទរកឃើញបងប្អូនជិត10នាក់បាទគាត់រស់ក្នុងការកំព្រាជាង30ឆ្នាំប៉ុន្តែចូលក្នុងកម្មវិធីមរតកសំនៀងហើយបងប្អូនរកឃើញគ្នាបាទជាង10នាក់អញ្ចឹងសាច់ញាតិរបស់រាជបងវយហូសង្ឃឹមថាបើសិនជាចង់ធ្វើតេស្តផ្សេងទៀតក៏បានដែរឬក៏គិតថាយល់ឃើញថាពិតជាកវីប្រភពវោហាវយហូហើយអញ្ចឹងយើងសាច់ញាតិយើងអាចជួបគ្នាតាមរយៈកម្មវិធីមរតកសំនៀងយើងខ្ញុំសង្ឃឹមយ៉ាងប្រកាសថាដូច្នេះលោកគ្រូបែរមកបន្តជាមួយលោកគ្រូបន្តិចទៀតបាទសូមអធិស្ឋានលោកគ្រូបានភរិយាលោកគ្រូបច្ចុប្បន្នមានឈ្មោះអីដែរបាទគាត់ឈ្មោះផូលីបាទគាត់អ្នកខេត្តបាត់ដំបងដែរណាបាទលោកគ្រូប្រកបការងារដែរមកដល់ថ្ងៃនេះទាំងភរិយាទាំងលោកគ្រូផ្ទាល់ខ្ញុំខ្ញុំររបរទិញលក់ដូចជាកង់ដូចជាម៉ូតូឬក៏ដូចជាគ្រឿងអ្វីផ្សេងទៀតវាអត់ថាកំណត់ថាមួយមុខទេអត់ប្រហែលរហ្នឹងបាទដល់ពេលខ្ញុំធ្លាក់ខ្លួនទៅខ្ញុំរកអត់បានអរគុណអញ្ចឹងចាលោកគ្រូនេះខ្ញុំចង់ជំរាបសួរលោកគ្រូបន្តទៀតថាតើសប្តាហ៍ថ្ងៃលោកគ្រូមានទទួលហាត់បង្រៀនសិស្សទេលោកគ្រូមាន2-3នាក់ដែរតែរៀនបានតែ2នាក់មួយឈ្មោះប៊ុនណាតមួយឈ្មោះណារងអាចទៅសេកំណាព្ផ្ញើតាមប៉ុស្តិ៍បានខ្លះណាចាដូច្នេះគឺគាត់មានទេពកោសល្យមានទេពកោសល្យបានរៀនពីលោកគ្រូចាអាចទៅសេបានខ្ញុំពីអ្នកបងខ្ញុំនេះអាចទៅសេបានប៉ុន្តែវាយឺតបន្តិចចង់បត់អីចង់ធ្វើមិនខ្ញុំធ្វើបានតែខ្ញុំបាន2នាក់ចាខ្ញុំបងប្អូនធွာខ្ញុំចាអរគុណលោកគ្រូខ្ញុំបានទទួលសៀវភៅប្រឡោមលោកបែបមនោសញ្ចេតនាពីលោកគ្រូញ៉េបជាលេងបាទមួយក្បាលដែរគឺអានទៅជក់ចិត្តណាស់សៀវភៅនោះអរគុណលោកគ្រូបាទឥឡូវនេះកម្មវិធីរបស់យើងរៀបចំជូនចម្រៀង2បទទៀតកញ្ញាសុភារតចាដែលបទចម្រៀងទី1ហ្នឹងគឺតកតងជាមួយនឹងខេត្តបៃលិនចាជាការបកស្រាយរបស់កញ្ញាសុកចន្ទធីរីចាដែលកញ្ញានឹងលើកបទចម្រៀងមួយបទក្រោមចំណងជើងថាលាហើយបៃលិនបាទលាហើយបៃលិនលាហើយបៃលិនអនុស្សាវរីយ៍នៅខេត្តបៃលិនរាជបងប៉ែនរតអ្នកបកស្រាយជាស្នាដៃរបស់លោកគ្រូដែររបស់ខ្ញុំដែរប៉ុន្តែមានស្រីម្នាក់ខូចចិត្តកងខ្សែប្តីនាងកងខ្សែ
ដល់តែមានស្រីជាតិទៅខ្ញុំក៏សរសេរបទហ្នឹងទៅបាទអរគុណជាបន្តសូមគោរពអញ្ជើញទូរទស្សនិកជនទាំងអស់កំសាន្តអារម្មណ៍នៅបទចម្រៀងដែលមានចំណងជើងថាលះហើយបៃលិនជាការបកស្រាយរបស់កញ្ញាសុកច័ន្ទធីរីបាទហើយបទទី2នេះគឺកវីចាញ់ស្នេហ៍ឬគេថាត្រូវស្អែកឬយំណាប៉ុន្តែកវីចាញ់ស្នេហ៍នោះមិនមែនបោះកវីប្រភពវោហាវ៉ៃហូទេគឺជារឿងពិតរបស់លោកគ្រូញេបជាបលេងបាទព្រោះលោកគ្រូជាកវីមួយរូបប៉ុន្តែខកស្នេហ៍ច្រើនពេកបើតាមការខ្សឹបដាក់មីក្រូប្រាប់ខ្ញុំបាទគឺខកស្នេហ៍ច្រើនមែនទែនអញ្ចឹងទូរទស្សនិកជននឹងបានកំសាន្តអារម្មណ៍បន្តនៅបទចម្រៀងទាំងពីរបទកវីចាញ់ស្នេហ៍ហើយលះហើយបៃលិនបាទលះហើយបៃលិនមុនកវីចាញ់ស្នេហ៍ជាក្រោយបទសុនជិញយ
អស់អតែនអាងនេះចាចៃដនផ្ដាន់ពីប្រឡៃជុំរៀងខ្ញុំច្រៀងរឿងខ្ញុំពិតរឿងស្នេហ៍ស្រីប្រែព្រួលចិត្តហ៊ានដូចផាត់ពីកាវៃអូនធ្លាប់អបងធ្លាប់ថាត្រមបងបីឥឡូវអូនអោប្រុសថ្មីតើស្រីអូនឆ្ងាញ់យ៉ាងណាត្រូវសើចញ៉ាត្រូវយំខ្ញុំជាកវីខកខ្លួនចាញ់ក៏ស្ត្រីស្រីបោកហើយក្បត់ចិនតាសូមញាតជួយស្ដាប់ជួយចាំជួយពិចារណានៅចុងខែសីហាសង្សារផ្ដំទីប្រឡៃត្រនំទួលគំខ្ញុំចាញ់បោកគេចាញ់កាត់ណាចាញ់អូស្រីស្នេហ៍មៀងមេអោបហាប់ប្រថ្មីបងឃើញនឹងភ្នែកមិនបាច់មកប្រកែកអីនេះរឿងនេះចិត្តស្រីកវីបងសូមជូនពរបានសូមអរគុណសូមអរគុណដោយសារពេលវេលារបស់យើងគៀកមែនតើហើយបាទអធិស្ឋានផងតើលោកគ្រូមានពាក្យពេចន៍អ្វីដើម្បីផ្ដាំផ្ញើទៅដល់ទ្រទស្សនិកជនបាទខ្ញុំសូមជូនពរដល់ទស្សនិកជនទាំងអស់សូមឲ្យបានសេចក្តីសុខសេចក្តីសប្បាយរស់ស៊ីមានបានបាទដល់តាំងពីប្រមុខរដ្ឋាភិបាលដែលគាត់លោកដឹកនាំបានល្អនោះខ្ញុំសូមឲ្យរបបហ្នឹងនៅតែរហូតទៅព្រោះរបបនេះបានសុខណាស់អញ្ចឹងលោកគ្រូញ៉ៃជៀបលេងសូមអញ្ជើញតិចដែរបាទជាបឋមខ្ញុំបាទសូមគោរពដល់សម្ដេចឯកឧត្តមលោកអញ្ញាលោកសំទាវនិងទូតទស្សនិកជនទាំងអស់ជាទីគោរពថ្ងៃនេះគឺថាខ្ញុំមានសំណាងណាដែលបានក្មួយខាងប៉ុស្តិ៍អប្សរាអញ្ជើញមកកាន់នេះជាលើកទី1ហើយដែលខ្ញុំមានកិត្តិយសព្រោះថាខ្ញុំមិនដែលចេញឈ្មោះបោះសម្លេងគេទេគឺថាចេះតែលាក់រហូតគឺថាសូមអរគុណដល់ប្រមុខរាជរដ្ឋាភិបាលដែលលោកមានបញ្ញាវាងវៃក្នុងការដោះស្រាយប្រទេសយើងគឺថាបានសុខសាន្តទាំងអស់គ្នានិងសូមជូនពរសម្ដេចឲ្យជួបតែសេចក្តីសុខនិងសេចក្តីចម្រើនតរៀងទៅបាទអរគុណជាបន្តមកទៀតសូមអរគុណនិងជូនពរដល់ទូតទស្សនិកជនទាំងអស់ជាពិសេសគឺថាសហការីប៉ុស្តិ៍អប្សរាទាំងអស់បាទឲ្យជួបតែសុភមង្គលនិងសំណាងល្អជានិច្ចបាទអរគុណបាទអរគុណជាបឋមខ្ញុំសូមគោរពដល់ថ្នាក់ដឹកនាំជាពិសេសសម្ដេចហ៊ុនសែននិងភរិយានិងសហការីទាំងអស់ដែលប៉ុស្តិ៍អប្សរានេះនិងសូមអរគុណចំពោះអនិកជនដែលមានមុខនៅទីនេះនិងនៅតាមគេហដ្ឋានខ្ញុំថ្ងៃនេះគឺមានកិត្តិយសខ្លាំងណាស់ដោយសារប៉ុស្តិ៍អប្សរាបានដាក់ជាសំនៀងចាចំពោះលោកបងហូដែលគាត់បានអញ្ជើញមកនោះទាំងអស់គ្នានេះ
សូមប្រសិទ្ធពរជ័យឲ្យបានសេចក្តីសុខក្តីចម្រើនជួបនៅពុទ្ធពរទាំង4ប្រការនិងអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លៀតឡើង សាធុកម្មវិធីរបស់យើងក៏សូមថ្លែងអំណរគុណចំពោះលោកគ្រូអ្នកគ្រូទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមនៅក្នុងកម្មវិធីមរតកសំនៀងចំណាយពេលជិត2ម៉ោងមកយើងគិតទៅអរគុណដល់ទូរទស្សនិកជនទាំងអស់គ្នារាល់ពាក្យពេចន៍គួរដោយប្រកាសចេតនាណាមួយក៏សូមអធិស្ឋានហើយយើងខ្ញុំស្វាគមន៍រាល់មតិចូលរួមទាំងអស់ដែលមានលេខទូរស័ព្ទនៅលើកញ្ចក់ទូរទស្សន៍ផ្ទាល់ម្ដងនិងសប្បុរសជនទាំងអស់ដែលចង់ចូលរួមឧបត្ថម្ភគាំទ្រជាបន្តទៀតកម្មវិធីមរតកសំនៀងដល់ពេលវេលាកំណត់ដែលឃ្លាតឆ្ងាយពីអារម្មណ៍លោកនាងកញ្ញាប៉ុណ្ណេះហើយជួបគ្នានៅសប្តាហ៍ក្រោយជាបន្តទៀតសូមអរគុណសូមគោរពលា